ក្របស្វាយចន្ទីរបស់កម្ពុជាកំពុងដាក់លក់នៅតាមផ្សារទំនើបជិត 25,000 កន្លែងនៅប្រទេសជប៉ុននិងប្រទេសបារាំងនេះបើតាមការប្រកាសជាផ្លូវការរបស់លោកជំទាវ ចោមនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាក្នុងពេលនេះការផលិតក្របស្វាយចន្ទីមិនទាន់កែច្នៃរបស់កម្ពុជាបានឈានដល់កម្រិតប្រកួតប្រជែងកាន់តែខ្លាំងក្លាក្នុងទីផ្សារអន្តរជាតិបរិមាណក្របស្វាយចន្ទីឆៅផលិតបាននៅក្នុងពិភពលោកត្រូវបានប៉ាន់ប្រមាណថានឹងកើនដល់ 5.5 លានតោននៅឆ្នាំ 2025 នេះក្នុងនោះប្រទេសដែលផលិតបានច្រើនជាងគេរួមមានកូឌីវ៉ាកម្ពុជាវៀតណាមនិងឥណ្ឌាប្រទេសកូឌីវ៉ារួមចំណែកជាង 1 លានតោននៅក្នុងចំណោមផលិតកម្មក្របស្វាយចន្ទីពិភពលោកជាង 5.5 លានតោនយោងតាមសមាគមស្វាយចន្ទីកម្ពុជាសសកក្នុងរយៈពេល 8 ខែដើមឆ្នាំ 2025 នេះកម្ពុជាផលិតក្របស្វាយចន្ទីឆៅបានប្រហែល 96,000 តោនដែលរកចំណូលបានជាង 1.4 លានដុល្លារពីការនាំចេញទីភ្នាក់ងារសារព័ត៌មាន Bernama របស់ម៉ាឡេស៊ីលើកឡើងថាក្របស្វាយចន្ទីកម្ពុជាមានរសជាតិក្រអូបឈ្ងុយភាពស្រួយនិងរសជាតិដ៏ពិសេសរបស់វាធ្វើឲ្យស្វាយចន្ទីកម្ពុជាមានប្រជាប្រិយភាពក្នុងចំណោមប្រទេសនាំចូលលោកអ៊ូនស៊ីឡុតប្រធានសមាគមស្វាយចន្ទីកម្ពុជាបានប្រាប់ទូរទស្សន៍អប្សរាថាបច្ចុប្បន្នផលិតកម្មក្របស្វាយចន្ទីរបស់កម្ពុជាមានសញ្ញាវិជ្ជមាននិងកាន់តែទទួលបានប្រជាប្រិយភាពនៅលើឆាកអន្តរជាតិលោកអះអាងថាក្របស្វាយចន្ទីដែលកម្ពុជាបានកែច្នៃរួចមានលក្ខណៈពិសេសជាងក្របស្វាយចន្ទីរបស់ប្រទេសផ្សេងនោះគឺគ្មានកូឡេស្តេរ៉ុលនិងមានអូមេហ្គា 3 ខ្ពស់ជាងគេបំផុតនៅក្នុងចំណោមប្រទេសដែលផលិតក្របស្វាយចន្ទីបើតាមការសិក្សាពីសាកលវិទ្យាល័យតូក្យូបានបង្ហាញថាស្វាយចន្ទីកម្ពុជាយើងមានអូលីអ៊ិកអាស៊ីតដែលជាប្រភេទអូមេហ្គា 3 ច្រើនជាងគេមានន័យថាមានរហូតដល់ 29% បើប្រៀបច្រើនជាងគេបំផុតលើពិភពលោកកម្ពុជាកំពុងតែសម្លឹងមើលតំណែងជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារពិភពលោកជំនួសប្រទេសកូឌីវ៉ាអ្នកជំនាញក្នុងឧស្សាហកម្មបានព្យាករណ៍ថាកម្ពុជាមានសមត្ថភាពផលិតគ្រាប់ស្វាយចន្ទីឆៅបាន1លាន2សែនតោននៅឆ្នាំ 2030 ដោយផ្ទៃដីដាំដុះនឹងពង្រីកដល់ប្រហែល1លាន2សែនតោនប៉ុន្តែការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានៅមានកម្រិតនៅឡើយលោកអ៊ុនស៊ីឡុតបញ្ជាក់ថាប្រហែលជា 95% នៃគ្រាប់ស្វាយចន្ទីកម្ពុជាត្រូវបាននាំចេញទៅប្រទេសវៀតណាមហើយបច្ចុប្បន្ននេះកម្ពុជាកំពុងព្យាយាមតម្រង់គោលដៅនាំចេញទៅកាន់ប្រទេសចិននិងឥណ្ឌាបន្ថែមទៀត